សួស្តីអ្នកមើលវីដេអូនេះទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមាន12 Pro Max មកដើមគឺមានបញ្ហាខូច scan មុខអញ្ចឹងចង់ដឹងថា scan វាចេញបែបណាយើងចូលដល់កន្លែង scan មកអញ្ចឹងគឺវាចេញ Q ធម្មតាទេតែពេលដែលយើងចុចចូលទៅគឺវាអត់ឲ្យ scan ទេគឺវា load animal តែម្ដងអញ្ចឹងបញ្ហា scan បែបហ្នឹងគឺវាខូច sensor ខាងលើគឺបញ្ហា sensor ដោយសារវាចូលទឹកបញ្ហាវាចូលទឹកអីចឹងណាឬក៏ស្នឹមកក់នៅ sensor អញ្ចឹងណានេះជា sensor ដែលយើងត្រូវធ្វើការផ្លាស់ប្ដូរអញ្ចឹងខ្ញុំធ្វើតាមកម្មវិធី Magic អូខេឥឡូវគឺខ្ញុំបានធ្វើរួចហើយពេលដែលខ្ញុំកំពុងធ្វើកោះឲ្យក្រង់ដោះ sensor យកមក read write ហ្នឹងគឺខ្ញុំអត់បានធ្វើថតវីដេអូទេខ្ញុំថតកាត់ទេឥឡូវខ្ញុំបានកັບចូលហើយខ្ញុំក៏បានយក serial ពី serial ចេញពីម៉ាស៊ីនអញ្ចឹងបញ្ហា scan code center បែបនេះយើងត្រូវធ្វើការរាយទូរស័ព្ទនឹងចោលអញ្ចឹងណាអូខេឥឡូវគឺយើងបានធ្វើរួចរាល់អស់ហើយ scan ដើរធម្មតាវិញហើយអញ្ចឹងវាទូរស័ព្ទម្ដងហ្នឹងគឺលេងមានបញ្ហា scan អីទៀតហើយអញ្ចឹងវីដេអូហ្នឹងក៏អត់មានអីច្រើនដែរមានតែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនមានបញ្ហាទូរស័ព្ទដៃ iPhone មានបញ្ហាខូចគ្រឿងខូចអេក្រង់អីអាចទំនាក់ទំនងមកខ្ញុំបានដែលខ្ញុំដាក់លេខនៅខាងលើYeah, boy.